trong tờ walking streetនៅមាត់ទន្លេហ្នឹងប៉តានឹងចតឡានចំតូនណានឹងមើលវីដេអូហ្នឹងហើយឃើញមនុស្សច្រើនណាចឹងចតឡានយើងអាចចតនៅទេ3បានឬក៏ក្រោយវត្តណាឡោមចំហៀងវត្តហ្នឹងអាចចតម៉ូតូបានចំហៀងវត្តបតុមបតីហើយនឹងចិត្តផ្សាររាត្រីក៏មានកន្លែងចតឡានដែរអញ្ចឹងចង់ដើរពីខាងមុខវាំងយើងចតនៅវត្តមុខវត្តបតុមបតីហ្នឹងហើយនឹងបើយើងចង់ដើររបៀបអាកន្លែងគេហួមលេងច្រើនហ្នឹងយើងចតនៅទេ3ឬក៏ចំហៀងវត្តអូណាឡោមយើងអាចចតម៉ូតូបានអញ្ចឹងណាហើយបើយើងចង់ដើរពីផ្សាររាត្រីមកនឹងឲ្យចតឡាននៅផ្សាររាត្រីអញ្ចឹងខ្ញុំចតឡាននៅទេ3នៅម្ដុំហ្នឹងហើយខ្ញុំដើរមកតាមផ្លូវចូលបានទិញកាបូបបានញ៉ាំលតឆាហើយតាមផ្លូវលក់ច្រើនណាស់គឺអត់ខ្វះអីញ៉ាំទេអញ្ចឹងពីផ្ទះទៅមិនបាច់ញ៉ាំអីចាំញ៉ាំនៅក្នុងភាគច្រើនគេក្រាក់កាទេញ៉ាំលក់ដាច់ជាងគេភាគច្រើនខ្ញុំឃើញនំបញ្ចុកហើយនឹងគ្រឿងសមុទ្រដល់ពេលនិយាយនំបញ្ចុកនៅឃើញនំបញ្ចុកទឹកមកហិចក៏បើមានលក់នៅហ្នឹងទៀតក៏តំណងដែរណាហើយនឹងម្ជូរក៏ច្រើនដែរហើយគេមានលក់របស់ handmade ច្រើនហើយកន្លែងនេះតលេមុខវាំងហ្នឹងឥឡូវសឹកកផ្លោកឡើងពេញហ្នឹងហ្មងហើយគេលក់ច្រើនណាស់នំពុំអីក៏មាននេះសាច់ក្រកឈ្ងុយសាហាវដើរកាត់នឹងដាក់ប៊ឺមកជាតិហ្មងហើយមានរបស់ទួយខ្ជុតច្រើនណែបច្ចៈក្តីស្រឡាញ់ទិញកាកាឡាប់ប៉ប៉ិនយ៉ាហ្នឹងមកក្ពឹសជៀនគាត់ក៏ស្រួយដែរហើយនំពុំនេះនំចេកនេះក៏នៅពីក្មេងចូលចិត្តញ៉ាំដែរបេះបាញ់អានំដូចបាញ់ត្រាងកាត់នៅក្នុងក៏មានលក់ដែរហើយណែហើយនឹងឯមួយទៀតសัตว์មានឆ្កែមានឆ្មាគេខ្ជុតណាស់គេ dress up ឲ្យពួកគាត់ស្អាតហើយនេះចានីមកនៅស្រុកខ្មែរតាំងពីកាលមាន pink ហងមានពណ៌ brown ហង capybara នេះអូយគាត់ voice over នេះល្អក្លៀនទៀតហើយមួយទៀតមើល sunset នៅក្នុងអូយនៅមុខវាំងស្អាតខ្លាំងហើយព្រៀបហើហោះជុំវិញហើជុំវិញវាំងហ្នឹងអូយស្អាតហើយជាមួយនឹងថ្ងៃលិចទៅអស់ទាស់ហ្មងផ្កាគេស្អាតមិនតើអត់មានអ្នកទិញឲ្យទិញខ្លួនឯងក៏បានដែរបើតែអត់ទិញចាំគេទិញឲ្យវិញហ្នឹងហើយតាមផ្លូវស្អាតហើយមនុស្សច្រើនមែនតើហើយខ្ញុំទៅនោះប្រហែលចន្លោះម៉ោង6កន្លះអីហ្នឹងឯណាហ្នឹងហើយនេះកុំភ្លេចគ្រប់ត្រគាត់ឲ្យអង្គុយឲ្យគាត់គូរូបគាត់ស្អាតដែរហើយនៅចិត្តអូនគូរូបហ្នឹងមានអូននេះលក់តែ500រៀលអាគ្រាប់ទួយនេះហើយអាមានបតោងនេះ1500នេះខ្ញុំទិញអានេះវាដូចសិលមូនអញ្ចឹងណាខ្ញុំនៅពីតូចគ្រឿងហ្នឹងល្បីណាគេធ្លាប់មើលរឿងសិលមូនខ្លះអញ្ចឹងយើងទិញកវ៉ាន់ហងញ៉ាំផងហើយឃើញមនុស្សដើរច្រើនអញ្ចឹងមកសប្បាយហ្មងហ្នឹងហើយខ្ញុំឲ្យតែឃើញមនុស្សច្រើនហ្នឹងសប្បាយហ្មងតែមិនមនុស្សច្រើនពេកគេអ៊ូអាហ្នឹងគឺស្អាតសប្បាយអញ្ចឹងជួបគ្នានៅវីដេអូក្រោយបៃ